សម្រាប់ខ្ញុំជារៀងរាល់ថ្ងៃខ្ញុំមិនថាពេលព្រឹកពេលថ្ងៃឬពេលល្ងាចទេខ្ញុំគឺតែងតែចំណាយពេលវេលាខ្ញុំឲ្យតែខ្ញុំមានពេលគឺខ្ញុំធ្វើការហាត់ប្រាណរយៈពេលពី30នាទីទៅ1ម៉ោងផងដែរដើម្បីការពារពីជំងឺផ្សេងៗដើម្បីកុំឲ្យលេបថ្នាំហើយនឹងគឺដើម្បីឲ្យខ្ញុំទទួលបាននូវសុខភាពល្អមាំមួនវាប្រៀបផ្ទឹមនឹងការរកស៊ីផងដែរដែលយើងតែងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃដើម្បីឲ្យមុខចំនួនយើងគឺបានរីកចម្រើនកាន់តែល្អឡើងដូចគ្នាអញ្ចឹងការធ្វើអ្វីជាប្រចាំនឹងធ្វើឲ្យយើងមានភាពកាន់តែច្បាស់លាស់ចឹងហើយក្នុងនាមខ្ញុំជាអ្នកធ្វើអាជីវកម្មរូបខ្ញុំតែងតែរិះរកគំនិតថ្មីសកម្មភាពថ្មីក៏ដូចជា project ថ្មីយកមកដាក់នៅហាងរបស់ខ្ញុំដើម្បីឲ្យវាមានភាពលេចធ្លោនិងរីកចម្រើនពីមួយពេលទៅមួយពេលផងដែរបងប្អូនកុំចង់ធ្វើអីមួយពេលភ្លាមទៅដល់ចំណុចអំពូលភ្លាមគឺជាសកម្មភាពដែលយើងធ្វើបន្តិចម្ដងប្រចាំថ្ងៃនេះហើយទើបយើងអាចទៅដល់ចំណុចគោលដៅដែលយើងប្រាថ្នាបានបាទសូមជំរាបសួរខ្ញុំបាទបូរដំវិជាថ្ងៃនេះខ្ញុំឆ្លៀតពេលវេលាមុននឹងខ្ញុំចេញទៅកម្មវិធីខាងក្រៅនៅពេលបន្តិចទៀតនេះខ្ញុំមានពេលប្រហែលជាកន្លះម៉ោងដែរខ្ញុំចូលមកចែកម្លែកនៅសំណួរបងដែលតែងតែឆាតមក private ឬក៏តាមក្រុមតាមអីផ្សេងខ្ញុំមានមួយសំណួរដែលចង់យកមកចែកម្លែកផងដែរតើសំណួរនោះជាសំណួរអ្វីសូមអញ្ជើញទាំងអស់គ្នាបាទតើនៅក្នុងវិស័យបញ្ចាំនេះអ្វីទៅជាប្រាតិភោគដល់អនុប្រទាននិងអ្វីទៅជាបញ្ចាំតើហាងបញ្ចាំអាចទៅធ្វើកិច្ចការងារលុយរាប់បានដែរទេបាទសំណួរនេះពិតជាសំណួរល្អហើយជាសំណួរដែលរសើបមែនទែនបាទនៅក្នុងវិស័យបញ្ចាំស្របច្បាប់នេះអ្នកខ្លះគិតថាលុយរាប់ក៏ជាវិស័យបញ្ចាំមួយដែរបាទអញ្ចឹងខ្ញុំសូមបកស្រាយដូចតទៅនេះបាទអញ្ចឹងលុយរាប់គឺមិនមែនជាប្រភេទអាជ្ញាប័ណ្ណនៃវិស័យបញ្ចាំនិងប្រាតិភោគដល់អនុប្រទានទេបាទគឺនៅខាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជានាយកអចលនវត្ថុនិងបញ្ចាំគឺពួកគាត់មានចេញលិខិតអនុញ្ញាតក៏ដូចជាអាជ្ញាប័ណ្ណគឺมันមានភ្ជាប់ជាមួយនឹងការទៅរាប់លុយទេអញ្ចឹងបងប្អូនដែលទៅលើកស្លាកយហោមានប្រាតិភោគដល់អនុប្រទាននិងបញ្ចាំហើយបងប្អូនទៅធ្វើសកម្មភាពផ្ទុយបានន័យថាទៅដើរដាក់លុយរាប់អីផ្សេងនោះអញ្ចឹងគឺបងប្អូនគឺកំពុងតែប្រព្រឹត្តខុសទៅនឹងច្បាប់នៃនអបនិងមន្ទីរសេដ្ឋកិច្ចហើយបាទអញ្ចឹងហើយគឺបងប្អូនសូមអញ្ជើញទៅស្វែងយល់ឡើងវិញថាតើយើងលើកស្លាកយហោនៅក្នុងវិស័យបញ្ចាំនិងប្រាតិភោគដល់អនុប្រទាននោះយើងអាចធ្វើអីបានខ្លះអញ្ចឹងខ្ញុំសូមចូលមកបកស្រាយសម្រាប់តើអ្វីទៅជាប្រាតិភោគដល់អនុប្រទានអញ្ចឹងប្រាតិភោគដល់អនុប្រទានគឺអតិថិជនគឺគាត់មានទ្រព្យយកមកប្រាតិភោគអញ្ចឹងគាត់អាចឧទាហរណ៍ថាគាត់អាចដាក់បញ្ចាំត្រឹមតែប្រភេទកាតគ្រីមានអាចជាកាតគ្រីម៉ូតូឬក៏កាតគ្រីឡានដែលគាត់យកមកប្រាតិភោគនៅទីតាំងក្រុមហ៊ុនឬក៏ហាងបញ្ចាំស្របច្បាប់គឺយើងរៀបចំជាកុងត្រាមួយស្របច្បាប់នៃប្រទេសកម្ពុជាហើយយើងអាចបញ្ចេញសាច់ប្រាក់យកទៅឲ្យអតិថិជនយើងទៅប្រើប្រាស់តាមតម្រូវការវិញហើយអញ្ចឹងប្រាតិភោគដល់អនុប្រទានគឺយើងសំដៅទៅលើជាប្រភេទចលនវត្ថុអញ្ចឹងចលនវត្ថុនោះមានអីខ្លះមានដូចជាគ្រឿងអលង្ការគ្រឿងអេឡិចត្រូនិកម៉ូតូនិងឡានដែលនិយាយទៅជារបស់មានតម្លៃដែលអតិថិជនអាចយកមកដាក់បញ្ចាំដល់ទីកន្លែងហាងឬក្រុមហ៊ុនបញ្ចាំបានគ្រប់របស់មានតម្លៃទាំងអស់ដែលអាចបំលាស់ទីបានអញ្ចឹងហើយគឺទី1អតិថិជនចំពោះប្រាតិភោគនោះគឺអាចដាក់បញ្ចាំតែកាតគ្រីអីផ្សេងទី2អាចយកមកបញ្ចាំតែម្ដងចំពោះប្រភេទចលនវត្ថុនោះដោយដែលខ្ញុំរៀបរាប់ហ្នឹងមានគ្រឿងអលង្ការគ្រឿងអេឡិចត្រូនិកម៉ូតូឡានហ្នឹងគឺអាចយកមកដល់ធ្វើការដាក់បញ្ចាំទាំងឯកសារទាំងរបស់ទ្រព្យតែម្ដងដើម្បីធ្វើការស្នើសុំសាច់ប្រាក់តាមតម្រូវការដែលយើងវាយតម្លៃជាក់ស្ដែងពីហាងបញ្ចាំស្របច្បាប់របស់យើងទៅដល់ជូនទៅអតិថិជនវិញបាទចឹងចំពោះបញ្ចាំគឺយើងមាន license មួយផ្សេងទៀតគឺយើងក្តោបទៅលើប្រភេទអចលនវត្ថុមានដូចជាប្លង់ផ្ទះប្លង់ដីប្លង់ដូចជាអគារអីផ្សេងផងដែរបាទចឹងជារបស់មួយដែលมันអាចបំលាស់ទីបានដែលគេហៅថាអចលនវត្ថុបាទអញ្ចឹងក្រុមហ៊ុនបញ្ចាំស្របច្បាប់មួយទៅបានគឺអាចធ្វើបាននៅប្រាតិភោគដល់អនុប្រទាននិងបញ្ចាំចឹងសរុបមកវិញនៃការងារបញ្ចាំអតិថិជនអាចយកមកប្លង់យកមកបញ្ចាំនៅខាងក្រុមហ៊ុនបញ្ចាំស្របច្បាប់ហើយក្រុមហ៊ុនបញ្ចាំស្របច្បាប់សិក្សាវាយតម្លៃហើយអាចបញ្ចេញសាច់ប្រាក់ជូនទៅដល់អតិថិជនវិញបានដែរបាទអញ្ចឹងសរុបរួមមកនៅក្នុងវិស័យបញ្ចាំមួយស្របច្បាប់នេះគឺជាវិស័យមួយដែលអតិថិជនត្រូវតែមានទ្រព្យយកមកតម្កល់នៅហាងឬក្រុមហ៊ុនស្របច្បាប់ហើយអតិថិជនអាច
យកសាច់ប្រាក់ទៅប្រើប្រាស់តាមតម្រូវការมันអាចធ្វើបានលើសពីនេះដូចជាយកលុយរាប់ដាក់ជាកម្ចីអនឡាញដែលมันមានទ្រព្យបញ្ចាំនោះគឺសិតសឹងតែមិនមែនជាក្រុមហ៊ុនឬហាងបញ្ចាំស្របច្បាប់អីបាទអូខេអញ្ចឹងអ្វីដែលខ្ញុំមកចែកម្លែកនៅថ្ងៃនេះគឺទី1គឺប្រាណភោគដល់អនុទានទី2បញ្ចាំក្រៅពីនោះគឺមិនមែនស្ថិតនៅក្នុង product របស់វិស័យបញ្ចាំស្របច្បាប់ទេបាទហើយមួយសំណួរទៀតអតិថិជនសួរថាតើសម្រាប់ទៅប្រកបរបរបញ្ចាំស្របច្បាប់តើត្រូវការមានដើមទុនប្រមាណដើមទុនគឺអាស្រ័យទៅលើបងប្អូនផ្ទាល់ផងដែរអញ្ចឹងចំពោះពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតទៅគឺបងប្អូនអាចប្រកាសដើមទុនពី20លានរៀលទៅ40លានរៀលដើម្បីបានលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាទអញ្ចឹងបន្តមកដែលបងប្អូនមានតម្រូវការប្រកាសលើសពី40លានរៀលឡើងទៅលើអញ្ចឹងបងប្អូនត្រូវទៅសុំអាជ្ញាប័ណ្ណនៅខាងនាយកអចលនវត្ថុនិងបញ្ចាំបាទហើយចំពោះផលចំណេញវាអាស្រ័យទៅលើ product បងប្អូនតើបងប្អូនលេង program បែបណាបងប្អូនលេងគោលការណ៍បែបណាជាមួយនឹងសម្រាប់ហាងទៅអគ្គអតិថិជនអញ្ចឹងចំពោះ product ខ្លះសម្រាប់យើងជាហាងបញ្ចាំស្របច្បាប់ដូចជាម៉ូតូឡានអញ្ចឹងយើងអាចឆាចការប្រាក់ពីអតិថិជនបានមុននៅដើមគ្រាអញ្ចឹងពេលនោះបងប្អូនចាប់ដើមឃើញផលចំណេញហ្នឹងដោយសារថាបងប្អូនឧទាហរណ៍ថាមានដើមទុនត្រឹមតែ20លានទៅ40លានរៀលអញ្ចឹងឧទាហរណ៍ថាឡានមួយគ្រឿងដែលគេប្រចាំត្រឹម4លានរៀលអញ្ចឹងបងប្អូននឹងបានការប្រាក់មុនអញ្ចឹងបងប្អូនអាចយកការប្រាក់នោះទៅបង្កើតជាលុយបន្តបន្ទាប់យកទៅដាក់បញ្ចាំផ្សេងបានទៀតផងដែរហើយចំពោះទាំងអស់នេះគឺបងប្អូនអាស្រ័យទៅលើគោលការណ៍នៃក្រុមហ៊ុនរបស់បងប្អូនមួយនឹងឯងអញ្ចឹងដើម្បីដែលបងប្អូនអាចផលិតប្រាក់ចំណេញទៅបានលឿនគឺយើងអាចធ្វើការឆាចការប្រាក់ពីអតិថិជនមុននៅដើមគ្រាបាទអញ្ចឹងហើយសម្រាប់ការមានលុយប្រមាណទៅបើកហាងចាំស្របច្បាប់បងប្អូនអាចចាប់ផ្ដើមដើមទុនពីតូចទៅបានដោយត្រឹមតែប្រកាសពី20លានរៀលបាទអញ្ចឹងសំណួរនេះគឺខ្ញុំសូមឆ្លើយប៉ុណ្ណេះហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលមានបំណងឬក៏មានចម្ងល់នៅក្នុងវិស័យបញ្ចាំស្របច្បាប់បងប្អូនអាចធ្វើការ contact មកខ្ញុំនៅទីនេះអាចធ្វើការប្រឹក្សាយោបល់ជូនទៅបងប្អូនវិញដោយគេហៅថាបងប្អូនត្រូវការពីការយល់ដឹងពីវិស័យបញ្ចាំស្របច្បាប់បងប្អូនចង់ទៅបើកហាងបញ្ចាំស្របច្បាប់បងប្អូនអាចធ្វើការ contact មកកាន់ខ្ញុំតាមរយៈលេខទូរស័ព្ទ078 76 56និង56បានផងដែរបាទខ្ញុំនៅទីនេះរីករាយស្វាគមន៍ប្រឹក្សាយោបល់បងប្អូនជានិច្ចពីការចែកម្លែករបស់ខ្ញុំទាំងប្រមាណខាងលើអំបញ្ញមិញបើសិនជាមានចន្លោះខ្វះខាតមានចន្លោះកន្លែងណាមួយដែលមិនបានពេញលេញក៏សូមអធិស្ឋានផងដែរបាទអញ្ចឹងពីខ្ញុំបាទបរដំវិជាសូមអរគុណនិងសូមជម្រាបលាផងដែរ